សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបង្ហាញពីខ្សែមួយឈ្មោះថាខ្សែធ្វើដំណើរបងប្អូនអាចពិនិត្យទៅក្នុងរូបនេះនៅក្នុងផ្នែកដែលយើងបានគូស4ជ្រុងពណ៌ខៀវជាផ្នែកដែលយើងហៅថាទួលច័ន្ទអញ្ចឹងនៅផ្នែកខាងក្រោមក្បែរកដៃបងប្អូននឹងឃើញខ្សែឆ្មាពីរគូសចេញពីកដៃចំពោះផ្នែកដែលយើងឃើញរង្វង់ពណ៌ផ្កាឈូកនេះបងប្អូនអាចពិនិត្យឲ្យច្បាស់ទៅបងប្អូនឃើញខ្សែពីរស្របចេញពីកដៃខ្សែទាំងពីរនេះឈ្មោះថាខ្សែធ្វើដំណើរចំពោះខ្សែដែលបានបង្ហាញនេះចំពោះការធ្វើដំណើរទៅក្រៅប្រទេសឬក៏ក្រៅស្រុកក្នុងការប្រកបមុខរបររកស៊ីចំពោះបងប្អូនដែលមានសញ្ញាបែបនេះបងប្អូនអាចទៅរស់នៅក្រៅប្រទេសក្នុងការប្រកបមុខរបររកស៊ីដៃនេះជាដៃរបស់បងប្អូនស្រីម្នាក់ដែលបានទៅរស់នៅប្រទេសអាមេរិកដែលមានខ្សែចេញដំណើរទៅក្រៅប្រទេសនេះយ៉ាងល្អចឹងបងប្អូនមានខ្សែបែបនេះបងប្អូននឹងមានសំណាងអាចទៅរស់នៅប្រកបមុខរបររកស៊ីនៅប្រទេសក្រៅអរគុណជាខ្សែល្អបងប្អូន